នារីវ័យក្មេងនិងព្រះនាងបានមកដល់ហើយនិយាយថាពួកគេចង់សុំឲ្យអ្នកប្រកូលស៊ីធើរបស់អ្នកវិញសូមចូលមកតើអ្នកកំពុងចម្លងអ្វីព្រះអង្គម្ចាស់សូមកុំធ្វើបែបនោះសំឡេងរំខានអ្នកណាប្រាប់អ្នកឲ្យចម្លងរឿងនេះម្ដាយរបស់អ្នកខ្ញុំបានចម្លងវាដោយខ្លួនឯងអ្នកពិតជាគួរឲ្យធុញណាស់ខ្ញុំបានមករៀនស៊ីធើព្រះអង្គម្ចាស់តើព្រះអង្គមិនមានអ្នកលេងស៊ីធើនៅក្នុងព្រះបរមរាជវាំងទេអ្នកលេងស៊ីធើនៅក្នុងព្រះបរមរាជវាំងបង្រៀននោះហៅថាការអនុវត្តយ៉ាងតឹងរ៉ឹងវារំខានក្នុងការស្ដាប់ខ្ញុំបាននឹងអ្នកលេងស៊ីធើបានល្អព្រះអង្គម្ចាស់តើអ្នកណាប្រាប់អ្នកអំពីរឿងនោះខ្ញុំបានប្រាប់អ្នកដោយខ្លួនឯងព្រះអង្គម្ចាស់សូមយាងមកជាមួយខ្ញុំព្រះអង្គម្ចាស់ព្រះអង្គបានសិក្សាអស់រយៈពេលជាច្រើនឆ្នាំហើយឬនៅលេងភ្លេងមួយបទឲ្យខ្ញុំបាននិយាយថាខ្ញុំលេងមិនសូវល្អទេព្រះអង្គម្ចាស់វាមិនអាក្រក់ទេគ្រាន់តែមិនបានសិក្សាឲ្យបានហ្មត់ចត់សូមលើកដៃឡើងលើនេះ5រាមដៃកណ្ដាលមិនមែនបន្ទះទេប្រើចុងនិងចំហៀងរាមដៃហឺមបដូរទៅរាមដៃចង្អោសម្រាប់បទនេះបន្ថយសម្ពាធហឺមព្រះអង្គម្ចាស់ខ្ញុំកំពុងស្ដាប់ហើយខ្ញុំក៏ត្រូវមើលដែរខ្ញុំទន្ទិញចាំដោយត្រចៀកលឿនជាងភ្នែកហាព្រះអង្គម្ចាស់ឈោស្ងៀមបើមិនដូច្នោះទេវានឹងមិនដំណើរការទេហេតុអ្វីបានជាព្រះអង្គតែងតែឡើងក្រហមទេត្រចៀករបស់ខ្ញុំឡើងក្រហមជួយខ្ញុំផងព្រះមហាក្សត្រមានកម្មករនៅជុំវិញខ្ញុំចង់ឲ្យព្រះអង្គជួយពីអង្គុយស្ងៀមហេតុអ្វីបានជាដៃរបស់អ្នកត្រជាក់ជានិច្ចតើអ្នកមានរាងកាយត្រជាក់ទេតើអ្នកគួរលេបថ្នាំទេអ្នកសាំនឹងវាហើយធ្វើឲ្យពួកគេក្តៅមួយរយៈព្រះអង្គម្ចាស់បានរួចរាល់ហើយព្រះអង្គទំនេរថ្ងៃស្អែកទេព្រះអង្គម្ចាស់ព្រះអង្គមិនអាចយាងមកម្ដងទៀតនៅថ្ងៃស្អែកទេព្រះអង្គម្ចាស់ចង់យាងមកដូច្នេះស្ត្រីដ៏រៀបទៀបម្នាក់នេះមិនហ៊ានបដិសេធទេខ្ញុំមិនបានសួរថាតើព្រះអង្គហ៊ានឬអត់ទេខ្ញុំកំពុងសួរថាតើព្រះអង្គសុខចិត្តឬអត់ខ្ញុំសុខចិត្តខ្ញុំនឹងយកអាហារសម្រន់មកថ្ងៃស្អែកតើអ្នកចង់មានន័យយ៉ាងណានៅពេលដែលអ្នកនិយាយថាព្រះអង្គសុខចិត្តវាមិនមែនគ្រាន់តែជាការនិយាយគួរសមទេវាជាការពិត